សាខាកាកបាទក្រហមកម្ពុជាខេត្តប្រស័យហនុនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់គ្រួសារសពរងគ្រោះដោយសារលង់ទឹកសមុទ្រស្លាប់សាខាកាកបាទក្រហមកម្ពុជាខេត្តប្រស័យហនុបន្ទាប់ពីទទួលបានដំណឹងថាមានប្រជាពលរដ្ឋស្លាប់ដោយសារលង់ទឹកសមុទ្រកាលពីរសៀលថ្ងៃទី24ខែកញ្ញាឆ្នាំ2025ដោយទីកន្លែងកើតហេតុស្ថិតនៅពោធិ៍ជំទាវម៉ៅដូច្នេះហើយនៅក្នុងនាមអាយដាមម៉ាំងស៊ីណេតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប្រស័យហនុដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋបានចាត់ឲ្យលោកសមុទ្រសធិរិនអនុប្រធានគណៈកម្មាធិការសាខាខេត្តនិងលោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមន្ត្រីសាខាអនុសាខាក្រុងអ្នកស្ម័គ្រចិត្តនិងអាជ្ញាធរមូលដ្ឋានចុះទៅសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពដោយបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តខាងលើនេះនៅរសៀលថ្ងៃសុក្រទី26ខែកញ្ញាឆ្នាំ2025នេះឱកាសនោះផងដែរលោកសមុទ្រសធិរិនអនុប្រធានគណៈកម្មាធិការសាខាខេត្តបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរយ៉ាងក្រៃលែងព្រមទាំងចូលរួមសោកស្ដាយចំពោះគ្រួសារសពពីសំណាក់អាដាមម៉ាំងស៊ីណេតប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសសម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដោយក្តីនឹករលឹកនិងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ឬនិន្នាការនយោបាយអ្វីឡើយហើយជាមួយគ្នានោះផងដែរលោកសមុទ្រសធិរិនបានមានប្រសាសន៍ក្រានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយនានាដែលអាចកើតមានឡើងជាយថាហេតុពិសេសគ្រោះអគ្គិភ័យដែលអាចកើតឡើងគ្រប់ពេលវេលាប្រសិនបើមានការធ្វើប្រហែសណាមួយគឺអាចកើតមានឡើងហើយជាមួយគ្នានោះផងដែរលោកសមុទ្រសធិរិនក៏បានសូមឲ្យប្រជាពលរដ្ឋដែលជាសាច់ញាតិគ្រួសារសពត្រូវព្យាយាមតស៊ូឡើងវិញព្រមទាំងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំហើយសូមបញ្ជាក់ផងដែរថាគ្រួសារសពដែលរងគ្រោះដោយសារលង់ទឹកសមុទ្រស្លាប់ចំនួន3នាក់ទី1ឈ្មោះមែនមេតភេទប្រុសអាយុ16ឆ្នាំទី2ឈ្មោះអ៊ុនវ៉ាត់ភេទប្រុសអាយុ18ឆ្នាំទី3ឈ្មោះនឿនរ៉ានុតភេទប្រុសអាយុ50ឆ្នាំដោយសពត្រូវបានយកមកធ្វើបុណ្យរួមគ្នាតាមប្រពៃណីដែលស្ថិតនៅភូមិភ្នំតូចសង្កាត់បឹងតាព្រំក្រុងកំពង់សោមខេត្តប្រស័យហនុហើយសាខាកាកបាទក្រហមកម្ពុជាខេត្តប្រស័យហនុបាននាំយកអំណោយចែកជូនក្នុងមួយគ្រួសារដោយរួមមានអង្ករ2បាវស្មើនឹង50គីឡូក្រាមមី1កេសទឹកបរិសុទ្ធ2កេសទឹកផ្លែឈើ1កេសទឹកត្រី1យួរត្រីខ1យួរកន្ទេល1ខៀត1កញ្ចប់ដោយក្នុងនោះមានមុង1ភួយ1សរង1ក្រមា1និងថវិកាចំនួន50,000រៀល